មានតែងតែការឡើងពី50ទៅ100%បន្ទាប់ពីវិបត្តិធម្មពលរបស់ពិភពលោកកើតឡើងមែនទេទៅព័ត៌មាននេះព្រឹកមិញខ្ញុំបានជំរាបជូនបងប្អូនម្ដងហើយណាប៉ុន្តែយើងមកសិក្សាអំពីបដិការ4ធំលំអិតតទៅជាមួយនឹងវិបត្តិប្រេងតែកើតចេញពីបច្ឆិមបូព៌ាឬក៏អាស៊ីខាងលិចនឹង3ដងនឹងកើតចេញពីការឈ្លានពានរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនម្ដងជាសរុបទាំង4ដងនៅក្នុងព្រឹត្តិការណ៍ទាំង4រឿងមួយដែលយើងឃើញដូចគ្នាគឺទី1គឺតកតើជាមួយនឹងតម្លៃមាសស្ថិតនៅក្នុង sideways និងមានការធ្លាក់ចុះហេតុអីក៏យើងត្រូវយកមកនិយាយតម្លៃមាសធ្លាក់ចុះតែប៉ុណ្្នឹងយើងឃើញមានការព្យាករណ៍ទម្លាក់តម្លៃមាសហើយយើងឃើញមានការភ័យស្លន់ស្លោអញ្ចឹងយករឿងប្រវត្តិសាស្ត្រយកមកនិយាយដើម្បីឲ្យបើកចិត្តទលំទលាយហើយទៅមើលតើវាអាចនឹងឡើង 50% ឬក៏ 100% ដោយតែប្រវត្តិសាស្ត្រដែលវាកើតមានឬក៏បែបនេះទោះបីជាតម្លៃមាសនៅក្នុងពេលបច្ចុប្បន្ននេះវាឈរនៅក្នុងតម្លៃខ្ពស់ទៅហើយដែលខ្ញុំតែងតែជំរាបជូនថាវាគឺជារជ្ជកាលថ្មីមួយទៀតបន្ទាប់ពីវាបំបែកតម្លៃ$550នៅក្នុង1ជីណាចឹងអា$550នៅក្នុង1ជីគឺជារជ្ជកាលដែលវាបានបញ្ចប់នៅក្នុងអាណត្តិនៃវិបត្តិសង្គ្រាមអ៊ុយក្រែនរួមជាមួយនឹងបញ្ហា COVID នៅក្នុងពេលបច្ចុប្បន្នវាគឺជារជ្ជកាលថ្មីដែលយើងអត់ដឹងថាតើរជ្ជកាលថ្មីនេះនឹងបន្តរយៈពេល5ឆ្នាំ3ឆ្នាំឬក៏នៅក្នុងបន្តទៅក្នុងរយៈពេលវែងវាអាស្រ័យទៅលើនិន្នាការរជ្ជកាលថ្មីនេះគឺជាការកើនឡើងតម្លៃមាសឆ្ពោះទៅតម្លៃខ្ពស់របស់វាផ្សេងទៀតដែលយើងអត់នឹកស្មានដល់មានអ្នកវិភាគច្រើនគេនិយាយថាអាចឡើងរហូតដល់ទៅ$700នៅក្នុងមួយជីមានអ្នកខ្លះក៏វិភាគក៏បែរខ្លាំងទៅទៀតយើងក៏គ្រាន់តែយើងចងចាំទុកទៅបានអ្វីដែលយើងត្រូវដឹងគឺរឿងទី1តើតើជាមួយនឹងវិបត្តិប្រេងនៅពេលដែលវាមានកើតឡើងគឺតម្លៃរបស់មាសបានធ្លាក់ខ្លាំងឬក៏ស្ថិតនៅក្នុង sideways បន្ទាប់ពីរំបត់នៃការធ្លាក់ចុះឬក៏ស្ថិតនៅក្នុង sideways របស់មាសមាន3រឿងកើតឡើងទី1ការបោះពុម្ពលុយដោយសារតែបំណុលរបស់ជាតិបំណុលរបស់រដ្ឋាភិបាលធំឬក៏បំណុលដែលប៉ះពាល់ទៅដល់សេដ្ឋកិច្ចធំនៅក្នុងពិភពលោកនឹងអាចទ្រាំទ្របានជាការបោះពុម្ពលុយវាធ្វើឲ្យប្រព័ន្ធឬក៏ប្រាក់នៃលុយដុល្លារធ្លាក់ចុះឬក៏រូបិយប័ណ្ណរបស់ពួកគេធ្លាក់ហើយឥទ្ធិពលនៃតម្លៃមាសមានការកើនឡើងខ្លាំងនឹងរឿងទី1ដែលយើងត្រូវដឹងរឿងទី2គឺមហន្តរាយនៃអតិផរណាដែលយើងឃើញណាកើនឡើងរហូតដល់ 3.8% ហើយអតិផរណាអាចនឹងខ្ពស់ជាងនឹង 6% ឬក៏លើសនឹងទៅតាមការព្យាករណ៍អញ្ចឹងនៅពេលដែលអតិផរណាឬក៏មហន្តរាយនៃអតិផរណាវាកើតឡើងពិតប្រាកដពីស៊ីអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបើទោះបីជាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងកម្រិត 5%, 5.6 ប៉ុន្តែបើសិនជាអតិផរណាកើនឡើងលើស 6% ឡើងដល់ 10% នោះគឺជារឿងរាយថ្មីទៀតបើទោះបីជាគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងកម្រិតដែងដែកនៃការដំឡើងអត្រាការប្រាក់ក៏មិនអាចទប់ស្កាត់នៃការកើនឡើងតម្លៃមាសដែរដោយសារតែវាស្ថិតនៅក្នុងរឿងចំណាត់ថ្នាក់ទី3គឺតកតជាមួយនឹងទំនុកចិត្តនៃប្រព័ន្ធលុយដុល្លារឬក៏សន្តិសុខនៃទ្រព្យសម្បត្តិជាសកលកន្លងមកតកតជាមួយនឹងឥទ្ធិពលលុយដុល្លារមានរឿងពីររឿងទី1គឺការបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលវាកើតមានណាហើយរឿងទី2គឺការបង្កទុនបង្កទ្រព្យសម្បត្តិប្រទេសដទៃដែលសហរដ្ឋអាមេរិកបានធ្លាប់ធ្វើនៅពេលដែលមានបញ្ហាសង្គ្រាមឬក៏វិបត្តិប្រេងនៅបច្ឆិមបូព៌ាហើយយើងឃើញនៅចលនាចុងក្រោយនេះរុស្ស៊ីឥណ្ឌាចិននិងពួកអារ៉ាប់មួយចំនួនទៀតគឺដឹងខ្លួនតើតើជាមួយនឹងការប្រើប្រាស់លុយបំរុងជាប្រាក់ដុល្លារនិងបានបំណុលរបស់សហរដ្ឋអាមេរិកពួកគេបានផ្លាស់ប្ដូរជាមាសបដាអញ្ចឹងរឿង3នេះវាកើតឡើងវាបង្ហាញវាកើតឡើងក្រោយពេលតម្លៃរបស់មាសធ្លាក់ក្រោយពេលតម្លៃរបស់មាសស្ថិតនៅក្នុងសាយវិញយើងនិយាយអំពីព្រឹត្តិការណ៍ទី1ឲ្យបងប្អូនស៊ីជម្រៅបន្តិចហើយស្ដាប់បន្តិចទៅឃើញលោមានកម្លាំងចិត្តលែងឈឺក្បាលមុខតើតើជាមួយនឹងតម្លៃរបស់មាសធ្លាក់រឿងទី1គឺនៅវិបត្តិដែលយើងជួបគឺវិបត្តិនៅអាស៊ីខាងលិចដដែលទេការតេតើជាមួយនឹងឆ្នាំ1973តេតើជាមួយនឹងសង្គ្រាមរបស់អារ៉ាប់ជាមួយនឹងអ៊ីស្រាអែលដែលជាការវាយដណ្ដើមយកទឹកដីដែលពួកអារ៉ាប់បាត់បង់នៅការសង្គ្រាមប្រពៃថ្ងៃនៅក្នុងឆ្នាំ1967មកវិញរឿងនោះវាកើតឡើងហើយវាធំមែនទែនសង្គ្រាមរបស់អារ៉ាប់ជាមួយនឹងអ៊ីស្រាអែលនៅក្នុងឆ្នាំ1973ហ្នឹងនៅក្នុងនោះមានប្រទេសមហាអំណាចពីរលោកដៃចូលគឺទី1សហភាពសូវៀតបញ្ជូនអាវុធទាំងអស់ទៅគ្រប់គ្រងខាងអារ៉ាប់ទី2គឺសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Richard Nixon សម្រាប់ចិត្តបើកប្រតិបត្តិការយោធាពិសេសមួយគេហៅថា Nickel Crush ដែលដឹកជញ្ជូនអាវុធទៅតាមផ្លូវអាកាសធំសម្បើមជួយសង្គ្រោះកងទ័ពអ៊ីស្រាអែលនិងវាយបកទៅលើការលុកលុយរបស់អារ៉ាប់នៅពេលដែលសហរដ្ឋអាមេរិកលោកដៃជួយទៅដល់អ៊ីស្រាអែលដូចនៅក្នុងពេលបច្ចុប្បន្នដែលលោកត្រាំជួយទៅដល់អ៊ីស្រាអែលទៅលើបញ្ហាអ៊ីរ៉ង់នៅក្រោមលេសនុយក្លេអ៊ែរនោះក្រុមអូពេចដែលមានអង្គការមួយឈ្មោះថាអាពេចបានបង្កើតយុទ្ធសាស្ត្រមួយដើម្បីឲ្យអ៊ីស្រាអែលរួមជាមួយនឹងសហរដ្ឋអាមេរិកដកទ័ពចេញគឺតើតើជាមួយនឹងការផ្អាកឬក៏ការកាត់បន្ថយការផលិតប្រេង 5% ជារៀងរាល់ខែ 5% ជារៀងរាល់ខែ
រួមរហូតដល់មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុងគឺមិនលក់ប្រេងសូម្បីតែមួយដំណក់ទៅឲ្យសហរដ្ឋអាមេរិកប្រទេសហូឡង់ឬក៏ប្រទេសណាក៏ដោយដែលកាន់ជើងឬក៏នៅខាងអ៊ីស្រាអែលអានោះគឺជាសង្គ្រាមភូមិសាស្ត្រហើយក៏វាជាវិបត្តិធម្មពលដែលយើងមើលឃើញឥឡូវនេះស្រាលជាងមុនពីមុនគឺវាធ្ងន់ធ្ងរអញ្ចឹងហើយបានជាលោកត្រាំក៏ព្យាយាមបញ្ជាកុំឲ្យមានការប៉ះទង្គិចធ្ងន់ធ្ងរដល់ពេលហ្នឹងគឺតម្លៃប្រេងបានកើនឡើង400%តម្លៃប្រេងបានកើនឡើង400%នៅក្នុងមួយបារ៉ែលសហរដ្ឋអាមេរិកនិងអឺរ៉ុបស្លន់ស្លោជាងគេពីព្រោះស្ថានីយ៍ប្រេងរាប់ពាន់ស្ថានីយ៍អត់មានប្រេងហើយរថយន្តឬក៏រោងចក្រសហគ្រាសត្រូវបិទទ្វារដោយសារតែมันមានប្រេងប្រើប្រាស់ដោយសារការបង្អត់របស់ក្រុមស្ថាប័នអាប៉ិកអញ្ចឹងយើងឃើញអតិផរណាគឺកើនឡើងខ្លាំងដោយសារតែថ្លៃដឹកជញ្ជូនសេវាកម្មអីផ្សេងៗมันមានការដឹកជញ្ជូនវាទៅអត់រួចប្រទេសទាំងអស់ឬក៏ប្រទេសដែលត្រូវបានកាត់បន្ថយតើទៅជាមួយនឹងការគ្រប់គ្រងប្រេងជាប់នៅក្នុង stagnation ឬក៏សេដ្ឋកិច្ចជាប់ត្រឹងធ្លាក់ចុះនៅក្នុងដំណាក់កាលហ្នឹងយើងជួបព្រឹត្តិការណ៍ដ៏តក់ស្លុតមួយដូចក្នុងពេលបច្ចុប្បន្ននេះគឺ liquidity តើទៅជាមួយនឹងការដកលុយខ្លួនឯងចេញមកវិញដកសាច់ប្រាក់ចេញមកវិញតែបច្ចុប្បន្ននេះស្ដើងធៀបនៅក្នុងឆ្នាំ1973ហ្នឹងគឺស្ដើងមែនតើនៅនោះគឺមានការដួលរលំផ្សារហ៊ុន Wall Street គឺដួលរលំទាំងអស់ហ្មងមនុស្សម្នាក់ចាប់បានដកលុយយកមកកាន់នៅខ្លួនភ័យបារម្ភតម្លៃមានអត់មានហក់ទៅណាទេវាអត់បានកើតឡើងភ្លាមដោយការរំពឹងទុកមនុស្សដែលមនុស្សគិតថាឲ្យតែមានវិបត្តិធម្មពលភ្លាមគឺតម្លៃមានហក់ឡើងភ្លាមដោយការខ្ញុំជំរាបជូនបងប្អូនពេលដែលរងសហរដ្ឋអាមេរិកវាយគ្នាខ្ញុំបានជំរាបជូនឲ្យប្រយ័ត្នប្រយែងចំពោះតម្លៃមានណាព្រោះតម្លៃមានខ្ពស់ទៅហើយតំណងជឿនឹងមានការកើនឡើងហើយក្នុងនេះឃើញមានការលក់ខ្ញុំនិយាយម្ដងទៀតលក់ថ្លៃ$25ទៅ$30លើសពីតម្លៃតែប្រកាសនៃតម្លៃមាននៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាអញ្ចឹងតម្លៃមានអត់មានហក់ទៅណាទេរឿងដែលតក់ស្លុតបំផុតគឺមនុស្សគឺដកលុយបន្តមកទៀតមនុស្សមួយចំនួនយកលុយរបស់ខ្លួនទៅទិញបានបំណុលឬក៏ដាក់ផ្ញើធនាគារដោយរំពឹងទៅលើអត្រាការប្រាក់ដែលធនាគារបានផ្ដល់ឲ្យណាដែលបានផ្ដល់ឲ្យរហូតដល់ទៅក្បែរ10%ប៉ុន្តែរឿងមួយដែលបានកើតឡើងគឺអតិផរណាស៊ីអត្រាការប្រាក់ពេលនោះគឺអតិផរណាបានហក់ឡើងរហូតដល់ទៅ11%នៅក្នុងឆ្នាំ1974លុយចាប់ផ្ដើមរត់ចេញពីធនាគារលុយចាប់ផ្ដើមរត់ចេញពីផ្សារហ៊ុនធ្លាក់ចូលទៅតម្លៃមាសហើយតម្លៃមាសបានកើនឡើងនៅក្នុងរង្វង់$90ជាងនៅក្នុងមួយអោននៅក្នុងឆ្នាំ1973វាកើនឡើងរហូតដល់ទៅ100%ត្រឹមរយៈពេលតែ1ឆ្នាំតែប៉ុណ្ណោះគឺហក់ឡើងពី$90ទៅដល់តម្លៃ$180បន្ថែមទៅទៀតអញ្ចឹងនេះគឺជាប្រវត្តិសាស្ត្រមួយដែលយើងអាចមើលឃើញបានថាបន្ទាប់ពីវិបត្តិប្រេងមាសបានកើនឡើងរហូតដល់ទៅ100%នៃបញ្ហាទាំងអស់ដែលបានកើតឡើងជើងចូលទៅដល់រឿងក្រៅមួយបន្ថែមទៅទៀតជារឿងរបស់ពួកប្រឈមពាដដែលតើទៅជាមួយនឹងការដួលរលំរបស់ប្រជាសាស្ត្រដែលជាការដឹកនាំនៅក្នុងរបបប្រទេសអារ៉ង់តែបច្ចុប្បន្នការដួលរលំនេះបង្កើតបានជារបបរដ្ឋថ្មីបច្ចុប្បន្នរបស់អារ៉ង់នឹងឯងដែលកាលពីមុនប្រជាសាស្ត្រហ្នឹងក៏ជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រពាក់ឬក៏ឈូងសមុទ្រហូម៉ូសឬក៏នៅអាស៊ីខាងលិចឬក៏ប្រចាំបូព៌ាប៉ុន្តែបន្ទាប់ពីការដួលរលំនេះយើងឃើញថាអារ៉ង់ឆ្ងាយពីសហរដ្ឋអាមេរិកមែនតើអញ្ចឹងការដួលរលំនេះវាកើតចេញពីវិបត្តិផ្ទៃក្នុងទៅទី1គឺគម្លាតរវាងអ្នកមាននិងក្រទី2គឺក្រមសាសនាអភិរក្សនិយមរបស់អារ៉ង់ក៏អត់ពេញចិត្តចំពោះការដឹកនាំរបស់ប្រជាសាស្ត្រជាការផ្ទុះតវ៉ាកើតឡើងនៅក្នុងឆ្នាំ1978ក្នុងនោះកម្មករទាំងអស់បានធ្វើកោតកម្មបំបិទបំពង់ប្រេងការនាំចេញរបស់អារ៉ង់ធ្លាក់ចុះស្មើ0តែម្ដងហើយព្រឹត្តិការណ៍នេះធ្វើឲ្យប្រទេសអារ៉ង់ផ្លាស់ប្ដូររបបនៅក្នុងថ្ងៃទី16ខែមករាឆ្នាំ1979ក៏កើតព្រឹត្តិការណ៍សំខាន់មួយដែររបប0របស់យើងនៅក្នុងសម័យដែលយើងដើរអត់ទាន់សភាពការនៅក្នុងសម័យយើងដើរអត់ទាន់នយោបាយម្នាក់អត់ទាន់នយោបាយត្រូវបានបញ្ឆោតដោយអ្នកនយោបាយអញ្ចឹងរបបនឹងផ្លាស់ប្ដូរនឹងកាន់កាប់ដោយលោកអាយ៉ាអាតូឡាស់ខូមេនីរបបរបស់លោកអាយ៉ាអាតូឡាស់នេះមិនបានធ្វើឲ្យសង្គមរបស់អារ៉ង់ប្រែប្រួលភ្លាមទេភាពស្លន់ស្លោតែទៅជាមួយនឹងការគ្រប់គ្រងប្រេងឬក៏ការផលិតប្រេងរបស់ពិភពលោកនៅក្នុងនោះដែលអារ៉ង់នៅក្នុងសម័យនោះមានសមត្ថភាពក្នុងការបង្កើតប្រេងប្រមាណជា6លានបារ៉ែលនៅក្នុងមួយថ្ងៃសម័យនោះគឺច្រើនមែនទែនណាបានធ្វើឲ្យពិភពលោកជួបប្រទះនឹងជាមួយនឹងវិបត្តិធម្មពលតែសារតែហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអារ៉ង់ភាគច្រើនត្រូវបានបំផ្លាញទាំងស្រុងដោយពួកកតកម្មកម្មករហើយតែទៅជាមួយនឹងពងប្រេងក៏បានវាកំទេចការសាងសង់អត់ទាន់រួចទេពេលនោះគឺសហរដ្ឋអាមេរិកក៏បានជួបវិបត្តិប្រេងព្រោះសម្ព័ន្ធមិត្តរបស់ខ្លួនដួលរលំរឿងដដែលដែលយើងឃើញគឺតម្លៃមាសក៏មិនបានកើនឡើងដែរណាដែរនៅពេលដែលពិភពលោកជួបវិបត្តិប្រេងនៅក្នុងរជ្ជកាលឆ្នាំ1979នោះតែអ្វីដែលយើងឃើញគឺតេតិនជាមួយនឹងលបែងការតម្លាអត្រាការប្រាក់ធៀបជាមួយនឹងអតិផរណា
អតិផរណារបស់សហរដ្ឋអាមេរិកស្ទុះឡើងរហូតដល់ 13.5% ហើយការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក៏ឡើងយ៉ាងចាស់ដៃផងដែរដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពនឹងថ្កោលឬក៏ប្រមូលមូលធនចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដើម្បីបង្ក្រាបអតិផរណាដែលកំពុងតែកើតឡើងក្រោមប្រធានាធិបតីការសម្រេចចិត្តពីប្រធានាធិបតីរួមជាមួយនឹងប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកដឹកនាំដោយលោក Paul Volcker ដែលជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ពី 11% ទៅដល់ 20% ឯណោះតម្លៃអត្រាការប្រាក់នេះប៉ុណ្ណេះយើងអាចឃើញរឿងចលាគ្នាដែលកំពុងតែកើតនៅក្នុងពេលបច្ចុប្បន្នដែលអត្រាការប្រាក់ឡើងរហូតដល់ទៅ 5.6% របស់សហរដ្ឋអាមេរិកសម្រាប់30ឆ្នាំណាជាអត្រាការប្រាក់ឬក៏ជាទិន្នផលនៃបានបំណុលរបស់សហរដ្ឋអាមេរិកជាស្អីមិនអត្រាការប្រាក់គឺទិន្នផលនៃបានបំណុលរបស់សហរដ្ឋអាមេរិក 5.6% គណៈដែលអត្រាការប្រាក់អត់ទាន់ឡើងអញ្ចឹងដែលយើងមើលឃើញគឺប្រកាសជាមាសរងសម្ពាធឲ្យស្ថិតនៅក្នុង sideways បើតែវាជាពេលវេលាដែលយើងត្រូវតែសន្សំវាហើយព្រោះបន្ទាប់ពីវិបត្តិនឹងរឿងដែលនឹងកើតឡើងគឺតកតើជាមួយនឹងការបោះពុម្លុយហើយវាតកតើជាមួយនឹងតម្លៃមាសដែលត្រូវផ្ទុះឡើងការតម្លៃអត្រាការប្រាក់រហូតក្បែរ 20% វាធ្វើឲ្យអ្នកវិនិយោគទាំងឡាយគេគិតថាចាំបាច់ទៅទិញមាសធ្វើអីបើគ្រាន់តែផ្ញើប្រាក់ទៅធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទទួលបានអត្រាការប្រាក់រហូតដល់ទៅ 20% ហើយបើទិញបានបំណុលរបស់សហរដ្ឋអាមេរិកក៏ទទួលបានអត្រាការប្រាក់បានច្រើនដូចគ្នាដែរតម្លៃមាសអត់បានហក់ឡើងភ្លាមនោះទេហើយក៏ស្ថិតនៅក្នុង sideways ហើយក៏ធ្លាក់ចុះទៅផងដែរដោយសារតែការដកលុយនិងការសម្រុកផ្ទេរលុយចេញពីផ្សារហ៊ុនចេញពីមាសចូលទៅធនាគាររបស់សហរដ្ឋអាមេរិកប៉ុន្តែមាសបានកើនឡើងរហូតដល់ទៅ 89% មាសបានឡើងរហូតដល់ក្នុងតម្លៃ $850 នៅក្នុង1អោនដោយសារតែពេលនោះគឺតាក់ទិនជាមួយនឹងរឿងភូមិសាស្ត្រនយោបាយរឿងពីរបានកើតឡើងនៅក្នុងពេលនោះទីមួយគឺការចាប់ចម្រិតបុគ្គលិកទូតរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុននៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ1979ហើយក្រុមនិស្សិតបះបោរទាំងអស់បានវាយចូលកំទេចស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហេរ៉ាតង់ក្នុងនេះយើងឃើញបុគ្គលិកមានចំនួនរហូតដល់ទៅ52នាក់បានត្រូវចាប់ធ្វើជាចំណាត់ថ្នាក់រហូតដល់ទៅ444ថ្ងៃស្របពេលដែលសហភាពសូវៀតបានវាយលុកចូលទៅកាន់កាប់អាហ្គានីស្ថានផងដែរនៅថ្ងៃទី24ខែធ្នូឆ្នាំ1979អញ្ចឹងអាព្រឹត្តិការណ៍ពីរនេះធ្វើឲ្យពិភពលោកស្ថិតនៅក្នុងសម័យមួយដែលគេថារំកិលចូលដល់សង្គ្រាមត្រជាក់តែគេបារម្ភខ្លាំងអំពីការដួលរលំនៃប្រព័ន្ធសេដ្ឋកិច្ចរបស់ពិភពលោកនិងភូមិសាស្ត្រនយោបាយពិភពលោកការបារម្ភនេះធ្វើឲ្យការដំឡើងអតិផរណារបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលដំឡើងរហូតដល់15ទៅ 20% ហ្នឹងវាលែងមានន័យពីព្រោះម្នាក់បារម្ភហើយសង្គ្រាមត្រជាក់ភូមិសាស្ត្រនយោបាយតម្លៃមាសឡើងជាប្រវត្តិសាស្ត្រឡើងពី$850នៅក្នុង1អោនធៀបជាមួយតម្លៃដើមរបស់វានៅក្នុងឆ្នាំ1979ដើមឆ្នាំគឺ 89% ត្រឹមរយៈពេលតែ1ឆ្នាំទេរឿងដដែលទៀតយើងនិយាយពីយុគមួយទៀតយុគនៃមនុស្សចាប់ដើមអភិវឌ្ឍគេហៅយុគសម័យអ៊ីនធឺណិតបោកប្រាស់ចិត្តខ្ញុំនៅក្នុងឆ្នាំ2001មាសមែនតើនៅក្នុងឆ្នាំ2000មុនឆ្នាំ2001នៃយុគសម័យអ៊ីនធឺណិតគេលែងសូវចាប់អារម្មណ៍ពីវាហើយពីព្រោះជាសម័យដែលមនុស្សជឿនលឿនផុតហើយក៏ជាសម័យដែលការបោះពុម្ពលុយមិនបានផ្សារភ្ជាប់ជាមួយនឹងមាសដែរអញ្ចឹងនៅពេលហ្នឹងមាសមានការធ្លាក់ចុះហើយធនាគារកណ្ដាលមួយចំនួនក៏មិនបានយកមាសធ្វើជាទុនបំរុងដូចក្នុងពេលបច្ចុប្បន្នដែរប៉ុន្តែរឿងរ៉ាវមានការបដូរផ្លាស់អ្នកណាចាំបានអំពីយន្តហោះ2គ្រឿងហោះទៅបុកទម្លុះអគារ World Trade Center នៅទីក្រុង New York ដែលធ្វើឲ្យអគារ2នឹងដួលរលំខ្ទេចនឹងទី1អគារមិនតែយន្តហោះ2គ្រឿងនោះទេយន្តហោះមានរហូតដល់ទៅ4គ្រឿងមួយគ្រឿងទៀតហោះទៅបុកនៅអគារបញ្ញកោណដែលជាទីស្នាក់ការកណ្ដាលយោធារបស់សហរដ្ឋអាមេរិកចំណែកយន្តហោះទី4ធ្លាក់កណ្ដាលវាស្រែព្រឹត្តិការណ៍នឹងយើងចាំបានថាការប្រកាសថាមានមនុស្សស្លាប់រហូតដល់ 3000 នាក់ដែលធ្វើឲ្យសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើសង្គ្រាមដល់ជាមួយនឹងក្រមភេរវកម្មពេលហ្នឹងពាក្យភេរវកម្មហ្នឹងវាចាប់ដើមលុកលុយទៅដល់សូម្បីតែស្រុកស្រែជនបទឬក៏និគមជនបទរបស់ប្រទេសកម្ពុជាស្គាល់ពាក្យភេរវកម្មស្គាល់ពួកអាកាយដាស្គាល់ពាក្យពួកអ៊ីរ៉ាក់ហើយស្គាល់ Joy W Bush អញ្ចឹងនៅក្នុងពេលហ្នឹងនៅក្នុងឆ្នាំ2001និងក្នុងឆ្នាំ2003សង្គ្រាមដ៏វែងអន្លាយបានធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោកជួបបញ្ហាអ្នកណាចាំបានទេក៏មានព្រឹត្តិការណ៍ផ្សេងទៀតដែលតើតើជាមួយនឹងអ្នកកសែតបន្ទាប់ពីបញ្ចប់សង្គ្រាមអ្នកកសែតដោះស្បែកជើងគប់ក្បាលរបស់ប្រធានាធិបតី George W Bush មានសង្គ្រាមពេលហ្នឹងគឺអ្វីដែលសហរដ្ឋអាមេរិកជួបប្រទេសដូចក្នុងពេលបច្ចុប្បន្នដែលគេបារម្ភគឺសហរដ្ឋអាមេរិកបានចំណាយលុយរាប់រយ trillion នៅក្នុងមួយឆ្នាំ
ដើម្បីធ្វើសង្គ្រាមហើយចឹងការបោះពុំលុយរបស់សហរដ្ឋអាមេរិកបានគាំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហ្នឹងគឺបោះពុំលុយយ៉ាងសន្ធឹកសន្ធាប់នៅក្នុងនោះក៏មានការកាត់បន្ថយអត្រាការប្រាក់រហូតដល់ក្បែរ 1% ផងដែរក្បែរ 1% ដែលធ្វើឲ្យតម្លៃមាសមានការកើនឡើងខ្លាំងមែនទែនកើនឡើងបន្ទាប់ពីតម្លៃមាសបានធ្លាក់ទៅដល់បាតរបស់វា$250ដោយសារតែសម័យអ៊ីនធឺណិតសម័យនៃសារហ៊ុនរបស់ពិភពលោកសហរដ្ឋអាមេរិកដូចសម័យ AI នៅក្នុងពេលបច្ចុប្បន្នវាហោះឡើងខ្ពស់ពេកមាននៅក្នុងឆ្នាំ2006ឡើងដល់$600នៅក្នុងមួយអោនដោយសារតែបំណុលសហរដ្ឋអាមេរិកហើយនៅក្នុងឆ្នាំ2008ដោយសារតែវិបត្តិបំណុលហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកតាមគោលនយោបាយនៃការបោះពុម្ពលុយដែលវាកើតពីសង្គ្រាមក្នុងឆ្នាំ2001រហូតដល់ក្នុងឆ្នាំ2003តម្លៃមាសបានកើនឡើងរហូតលើស$1000នៅក្នុងមួយអោនជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់វាមិនត្រឹមតែឡើងពីឆ្នាំ2003មក2008ទេវាឡើងរហូតដល់2011ដែលតម្លៃមាសកើនឡើង$2000នៅក្នុងនោះជាប្រវត្តិសាស្ត្រណានឹងគឺជាវិបត្តិធម្មពលហើយវិបត្តិធម្មពលចុងក្រោយដែលយើងជួបឲ្យធ្វើឲ្យតម្លៃមាសហក់ឡើងរហូតដល់ទៅ$4000នៅក្នុងមួយអោនគឺវិបត្តិធម្មពលដែលវាកើតពីរុស្ស៊ីនិងអ៊ុយក្រែនព្រឹត្តិការណ៍មួយនេះប្រហែលជាយើងអត់ចាំបាច់រាយរាប់ច្រើនបន្ទាប់ពីវិបត្តិ COVID យើងឃើញធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានបោះពុម្ពលុយច្រើននៅក្នុងឆ្នាំ2022ចូលឆ្នាំ2023បន្ទាប់ពីវិបត្តិធម្មពលដើម្បីទប់ស្កាត់នឹងអតិផរណាធនាគារកណ្ដាលសហរដ្ឋអាមេរិកក៏បានតម្លើងអត្រាការប្រាក់រហូតដល់ទៅ 5.5% អ្វីដែលយើងឃើញនៅពេលនោះគឺមាសត្រឹងមែនទែនរហូតដល់ក្នុងឆ្នាំ2024ហើយវាកើនឡើងចុងឆ្នាំ2024ហើយវាកើនឡើងខ្លាំងនៅក្នុងចុងឆ្នាំ2025ជាពេលវេលាដែលយើងឃើញអ្នកជួញដូរមាសទាំងឡាយរួមទាំងប្រទេសកម្ពុជាមានអ្នកខ្លះយំសោកបោកខ្លួនពេលដែលខ្លួនទិញតម្លៃមាសនៅពេលដែលព្រឹត្តិការណ៍ផ្សេងៗវាបានកើតឡើងមិនបានទិញមុនព្រឹត្តិការណ៍ឥឡូវបច្ចុប្បន្ននេះគឺជាសករាជថ្មីយើងរាប់សករាជថ្មីបន្ទាប់ពីមាសឡើងផុត$550នៅក្នុង1 G វាគឺជាសករាជនៃភូមិសាស្ត្រនយោបាយវាជាសករាជនៃបំណុលហើយវាជាសករាជនៃវិបត្តិធម្មពលផងដែរណាមិញអ្វីដែលខ្ញុំរៀបរាប់គឺជាប្រវត្តិសាស្ត្រដែលយើងគ្រាន់តែយកមកនិយាយយកមកស្វែងយល់តែប៉ុណ្ណោះហើយណាស់ក៏ត្រូវតែសិក្សាស្វែងយល់បន្ថែមទៅទៀតដើម្បីឲ្យដឹងថាតម្លៃមាសពិតជាកើនឡើងឬក៏បែបណាពីព្រោះថ្មីនេះមានអ្នកព្យាករណ៍ថាមាសធ្លាក់រហូតដល់ទៅ$180នៅក្នុងមួយជីអញ្ចឹងយើងចាំមើលតើមាសធ្លាក់រហូតដល់ទៅ$180នៅក្នុងមួយជីឬក៏បែបណាជាធម្មតាមាសតែងតែឡើងចុះទៅតាមរបបនៃសេដ្ឋកិច្ចនៅពេលដែលវិបត្តិមួយកើតឡើងមាសបានកើននៅពេលដែលសេដ្ឋកិច្ចរីកចម្រើនតម្លៃអចលនទ្រព្យកើនមាសធ្លាក់មនុស្សផ្លាស់ប្ដូរទ្រព្យសម្បត្តិរបស់ខ្លួនយើងគឺជាមនុស្សដែលតាមដានសេដ្ឋកិច្ចណាយើងត្រៀមរួចរាល់ចំពោះសេដ្ឋកិច្ចយើងតែងតែបង្វិលទ្រព្យសម្បត្តិរបស់យើងតាមពេលវេលាហើយយើងចំណេញទ្វេគុណនៅអ្វីដែលយើងសន្សំមិនខាតទេពីព្រោះនៅពេលដែលមានវិបត្តិពិភពលោកកាត់បន្ថយការប្រើប្រាស់តែពិភពលោកតម្លើងអត្រាការប្រាក់ហើយអតិផរណាក៏ឆ្ពោះឡើងតាមរយៈការបោះពុម្ពលុយ$1000ការនៅក្នុងឆ្នាំ2000ហើយមកធៀបនៅក្នុងឆ្នាំ2026មានតម្លៃខុសគ្នាឆ្ងាយមែនទែននេះគឺជាអ្វីដែលខ្ញុំជំរាបជូនបងប្អូនសូមអរគុណសូមជម្រាបលា